ទី1 គូទី1គូនេះបាទបង្គោលក្រហមបាទផានផាណាតគឺបានឡើងទៅកាន់វគ្គផ្ដាច់ព្រាត់បាទស្វ័យប្រវត្តិទៅហើយបាទដោយសារតែកីឡាករអេរ៉ង់គាត់បាទលើសទម្ងន់បាទធ្វើទម្ងន់មិនបានតាមការកំណត់បាទ 63.5 គឺគាត់ធ្វើអត់បាន 63.5 ទេអញ្ចឹងគឺគាត់ចាញ់ដោយស្វ័យប្រវត្តិអញ្ចឹងបដូរមកការប្រកួតនេះគឺលក្ខណៈមិត្តភាពទេទឹកទី1បាទទាត់ស្ដាំគិចផុតបាទពីកីឡាករអេរ៉ង់បាទយើងមើលតែនឹងមើលនឹងផ្ទាល់បាទទើបយើងដឹងថាកីឡាករអេរ៉ង់នេះមានរឿងធំជាងមែនបាទអញ្ចឹងបាទគាត់ធ្វើទៅមុនមិនបានគាត់ស្ដាំរបស់ផាណាតមួយឡើងផ្អៀងកីឡាករអេរ៉ង់តែម្ដងតាមមកក្នុងដៃអ៊ីសូមួយវត្តកិច្ចផុតបាទពីផាណាតទាត់ស្ដាំសងវិញថយផុតតិចធាក់ឆ្វេងទុកពីផាណាតចូលទាត់ស្ដាំរបស់ផាណាតវាយស្ដាំសងពីកីឡាករអេរ៉ង់តាមបាត់កែងឆ្វេងអបបាទជាយាមបាទក្រៀបកបាទឡើងទូលទៅខាងលើពីកីឡាករអេរ៉ង់ឆ្វេងថែមស្ដាំចូលពេញផ្ទៃមុខរបស់ផាណាតវាយស្ដាំចូលមុខទៀតសងកាយវិញជង្គង់ស្ដាំរបស់កីឡាករអេរ៉ង់ជង្គង់ស្ដាំទៀតចូលដៃយ៉ាត់ចូលក្បាច់9-11ណាក្បាច់ទោះពិសេសហ្នឹងគឺតែពេលចាប់ចឹងហើយបាទតាក្បាច់ពោះថ្លាន់បាទហើយនឹងកែងខ្លីបាទកែងបុកឆ្អឹងជានេះកែងខ្លីបាទកែងវត្តអីបាទគឺជំនាញហើយបាទខាង9-11ពីមុនបាទកែងទៅចូលគ្រាបាទចំនួនឡៅចន្ទ្រាឡៅចន្ទ្រាពុកពេញខ្លាំងអោបចឹងគឺយើងស្រាវជំនួសបាទអ្នកដែលមិនធ្លាប់ដឹងមិនធ្លាប់ជួបបាទស្រាវទាញមកផុតវត្តពេញត្រឡប់តែเราឃើញខានឃើញកីឡាករនៅ11ប្រើយូរបាទវាយស្ដាំឆ្វេងរបស់ផាណាតដើរចូលចលោឆ្វេងតាមពីផាណាតទាត់ស្ដាំចូលគោលផ្លូវឆ្វេងសងវិញពីកីឡាករអេរ៉ង់ថយផុតទាត់ស្ដាំចូលចុងជើងហាក់មួយទៀតផាណាតដើរចូលទាត់ស្ដាំសងវិញណាបាទផាណាតគេចផុតសងស្ដាំវិញបានពេញហើយខាងក្រោមអត់ដល់ផាណាតដើរចូលផាណាតវាយស្ដាំចូលពោះពេញតាមទៅទៀតចលោឆ្វេងគាត់ស្ដាំចុងជើងតិចអត់ឈឺផាណាតដល់ចូលកែងទាត់ឆ្វេងថែមមួយទៀតកិច្ចផុតទម្លាក់ដៃឲ្យពីកីឡាករអេរ៉ង់ស្ដាំក៏អត់ដល់ចូលចាប់ដួងជ្រែងរៀងខ្លួនវល់ទៅមុខវល់ឡើងជង្គង់ស្ដាំចូលចង្កេះចែកពីលោកកញ្ញាកដាលដល់ចូលធាក់ឆ្វេងពីផាណាតអង្គមដល់ចូលតិចផាណាតជាយាមរួលចូលបាទយាក់ឆ្វេងទី1បាទមុខតិចបាទក៏ចាប់ឡាបាទបង្កើតភាពចងចាំដល់រីករាយបាទអូពេលលោកយាយចេះទស្សនាបដាលបាទជួបជុំបងប្អូនមិត្តភ័ក្តិបាទគ្រួសារដូចជាទីស្រឡាញ់បាទដាក់ជាមួយនឹងខេមរាកាឡាបាទប្រហុកអីក៏ឆ្ងាញ់ដែរបងប្អូនបាទមើលបដាលរឹតតែឆ្ងាញ់ទៀតមុនក្បែរបដៃបាទពេញឆ្ងាញ់ដូចខេមរាកាឡាចូលស្ដាំសងស្ដាំឲ្យលឿនខ្ទាស់ចាក់ចង្គង់របស់ផាណាតចូលចង្កេះពីខាងក្រោយបន្តិចលោកកញ្ញាកដាលក៏ញែកទឹកទី2ហើយទាត់ស្ដាំបាទផាណាតបានឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ហើយបាទស្វ័យប្រវត្តិដោយសារតែកីឡាករអេរ៉ង់ធ្វើទៅមុនបានអញ្ចឹងវាយប្រយ័ត្នផមកផាណាតខ្លាច់បាទបាទមានស្នាមបែកឬក៏ចាយកម្លាំងអីច្រើនហ្នឹងក៏ពិបាកក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់ដែរតែក៏ត្រូវប្រកួតបាទអស់ពីសមត្ថភាពបាទក្នុងចិត្តជាកីឡាករបាទគឺមិនមែនថាឡើងលំទេជាយាមចូលចាប់ស្រវាបែរមកខាងក្រោយសង្កត់ពីផាណាតចាក់មួយជង្គង់សងជង្គង់ស្ដាំវិញទាញឡើងបាទវិលឡើងលោកកញ្ញាកដាលក៏សម្រាប់ចិត្តញែកដើរចូលពីផាណាតដើរចូល
ដល់ចូលបាច់ឆ្វេងជាប់ពួរបាទសងវិញទាត់ស្ដាំធាក់ទុកមួយទៀតតោងខ្សែសង្វៀនលើកញ្ញាកដាលក៏ធ្វើការប្រាប់បាទគឺមិនអនុញ្ញាតទេបាច់ស្ដាំចូលពួរពីផាណាត់ចូលចុងទៅហើមពេញល្អស្ទូចូលវិញស្ទូចូលវិញដកឃ្លាបន្តិចទាត់ឆ្វេងដល់ផាណាត់ទៀតតាត់ក្រោមសងពីកីឡាករអេរ៉ង់ផាណាត់ទាត់ឆ្វេងកិច្ចផុតហើយបាទតែកុយរងថាកវីក្បាលថាអត់ត្រូវទេបាទអត់ដល់ទេស្ទូចូលដកឃ្លាបន្តិចតាមទៅវិញពីផាណាត់ស្ទូចូលមកតាមមកទៀតបាទរអត់បាទគ្រាជាប់អត់បានធ្វើអីកើតលោកកញ្ញាកដាលប្រាប់តាណូតោងខ្សែសង្វៀនណូធាក់ទុកពីផាណាត់ធាក់សងពីកីឡាកររងអាយ៉ាបាទធាក់ចូលកញ្ចប់ផាត់វាយឆ្វេងទាត់ស្ដាំផាណាត់តាមវិញទាត់ចូលកលាក់ជង្គង់ខាងស្ដាំធាក់ថែមមកជើងឆ្វេងទៀតឆ្វេងពីកីឡាកររងមកដល់ចូលតិចបោះស្ដាំចាប់ជើងប្រឡែងធាក់ឆ្វេងរបស់ផាណាត់តាមពុះកែងអត់ដល់បាទក្រៀបជាប់ហើយពីលោកកញ្ញាកដាបាច់ជួយទៅបិស្ដាំចូលពួររបស់ផាណាត់ដល់ចូលសងស្ដាំបីថយផុតតាមចូលចាប់ក្រៀបជាប់សកត់ចាក់មួយចង្គង់អូយបាទពលីចេញពីខ្សែសង្វៀនហើយសម្រាងដែរចំកន្លែងនេះបាទកន្លែងដែលមានបាទឆាកទុកដល់ចំភ្លីកន្លែងផ្សេងបាទគឺអាចនឹងធ្លាក់ដល់ខាងក្រោមក៏ថាបានបិស្ដាំចូលពោះសងជួយលឿនទាត់ស្ដាំដល់កីឡាករអេរ៉ង់ដល់ចូលពីផាណាត់ធាក់ឆ្វេងទីកីឡាករអេរ៉ង់ផាណាត់ដល់ចូលទាត់ក្រោមបិស្ដាំសងយ៉ាងទី2ស្ដាប់អ្នកចាប់ final round ទឹកទី3ទឹកដាច់ព្រាត់ស្ដាំសងស្ដាំវិញទាត់ឆ្វេងរបស់កីឡាករអេរ៉ង់ទឹកចុងក្រោយហើយបាទមានប្រមាថចេញអត់ទាត់ឆ្វេងបាទណាត់អាចថាត្រៀមកម្លាំងប្រកួតពាក់ដាច់ព្រាត់ដែរបាទអញ្ចឹងក៏ប្រយ័ត្នទៅហ៊ានបដូរបាទលុកឆ្វេងធាក់ឆ្វេងទៅពីផាណាត់ធាក់ឆ្វេងទៅពីផាណាត់ទៀតចលោឆ្វេងបោះចង្គង់បាទចាប់សងទាត់ស្ដាំខាងក្រោមរបស់ផាណាត់ឆ្វេងរបស់កីឡាករអេរ៉ង់ទាត់ស្ដាំរបស់ផាណាត់អូយបាទមកជើងនេះឡើងផ្អៀងតែម្ដងទាត់ស្ដាំថែមទៀតបាទចូលគល់ផ្លូវទាត់ឆ្វេងសងពីកីឡាករអេរ៉ង់ទូចូលចាក់ជង្គង់ចាប់ទាត់ជង្គង់ឆ្វេងទាត់ចាក់មួយជង្គង់ចូលចង្កេះហើយពីលោកកញ្ញាកដាលលើកខោដើរចូលជាបន្តធាក់ស្ដាំបីស្ដាំចូលពោះសងស្ដាំវិញទាត់ស្ដាំរបស់ផាណាត់ចូលគល់ផ្លូវទៀតហើយធាក់ឆ្វេងទៅចូលទាត់ស្ដាំចាប់ជើងទាត់ស្ដាំមួយជើងស្ដាំរបស់ផាណាត់នៅទៅដល់ចូលបាទមើលទៅអាចនឹងចប់ពេញ3ទឹកគូនេះបាទស្ដាំរបស់ផាណាត់ថែមមួយជើងទៀតឥឡូវគៀងជាប់ហើយស្ទុះចូលទៅវិញបាទកីឡាកររងនេះបាទព្យាយាមលេងកែងដែរអាចថាបាទព្យាយាមលេងហាត់គុណខ្មែរបានបាទអញ្ចឹងគាត់ព្យាយាមបាទសាក់លបងក្នុងការប្រើកែងបាទក៏បរទេសបាទមួយចំនួនភាគច្រើនបច្ចុប្បន្ននេះក៏គាត់បាទមកហាត់គុណខ្មែរយើងច្រើនបាទមុននឹងប្រកួតគាត់សិក្សាពីគុណខ្មែររបស់យើងបាទឥឡូវចូលចាប់ទាញចាក់មួយជង្គង់អត់ទេលោកកញ្ញាកដាប្របែកហើយជាបន្តផាណាត់ដើរចូលផាណាត់ទុកកម្លាំងវាយពាក់ដាច់ព្រាត់បោះស្ដាំចូលពោះពីផាណាត់ឆ្វេងខាងក្រោមផាណាត់ជាងផាណាត់តាមចលោឆ្វេងចេញវាយស្ដាំចូលពោះចាក់ជង្គង់ពេញពោះទៀតអាយ៉ាលាក់ដៃហើយចូលស្ដាំពេញគុំទៅជាទៀតអូស្ដាំរបស់ផាណាត់ទៀតបាទអោលឹកជាងើហើយអត់អីទេបាទអត់ទៅទៀតគៀងជាប់ផាណាត់វាយស្ដាំចូលពោះសងស្ដាំវិញដល់ចូលមកពីផាណាត់បោះជង្គង់ស្ដាំ
អូ Bukasa 1 2 បាទ 4 បាទថា 5 ត្រឡប់ចង់ត្រឡប់ឈរតែម្ដងទៅទីដងស្រិបតែម្ដងបាទចូលពោះពេញពេក បន្តกับប្រកួត continue ទីចុងក្រោយដែរបាទចូលពោះទៀតហើយបាទទៅវិញដល់ស្រឹមដូចដើមជើរលំចឹងបាញ់មិញបាទទៅតិចដងបាទផាណាត់គឺយើងវាយពោះបាទចាប់ជើងទាត់ក្រោមអូអស់ហើយបាទវិធីចុងក្រោយហើយផាណាត់ដាច់បានអត់គាត់ស៊ូដែរអោបាទទុកកម្លាំងវាយដាច់ព្រាត់ដល់ផាណាត់បាទចង់ដាច់ក៏ដាច់បានដែរអស់នាទីដែរចាប់ទឹកទី3 បាទអស់លីងតែម្ដងបាទកលាកររងបាញ់មិញបាទចូលពី3ដៃពេញពោះទឹកបាទស្រាប់តែទៅស្រឹមតែម្ដងសន្សំទៅបាទអុកគូតនឹងកែងសង្វៀនតែម្ដងនេះចូលស្ដាំអត់ទាន់អីទេបាទនេះចូលស្ដាំពេញពោះបាទហើយក៏ថែមួយទៀតចាក់ចង្គង់ពឹបអត់អីដល់ឈរបានចូលស្ដាំមួយទៀតអត់ទាន់អីទៀតហើយមួយទៀតក៏ចប់មាត់បាទបេះធ្គាមនេះល្អណាស់បាទចាក់មួយចង្គង់ចូលពោះទៀតបាទនេះចាប់ដើមទៅហើយវីក្បាលហើយទៅស្រិបបាទដល់ងើបមកវិញបានអាចស៊ូរហូតដល់ចប់ទឹកទី3បាទចូលចង្គង់របស់ផាណាតផងចូលគុំធ្គាមផងបាទកំដាប់ដៃផងបាទអញ្ចឹងយើងមិនពិបាកទេបាទផាណាត់គឺដឹងតែបង្គោលក្រហមផាណាត់ឈ្នះកីឡាករបង្គោលខៀវដោយពិន្ទុបាទបង្គោលក្រហមបាទផាណាត់បាទឈ្នះ